ធីម៉ូថេខ្សែទី2ចំពុក4ខ្ញុំសូមបញ្ជាក់យ៉ាងម៉ឺងម៉ាត់នៅចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់និងនៅចំពោះព្រះភ័ក្ត្រព្រះគ្រីស្ទយេស៊ូវដែលនឹងវិនិច្ឆ័យទោសទាំងមនុស្សរស់ទាំងមនុស្សស្លាប់ហើយខ្ញុំសូមបញ្ជាក់ក្នុងព្រះនាមព្រះអង្គដែលយាងមកយ៉ាងអូឡារិកដើម្បីគ្រងរាជ្យនោះថាចូលប្រកាសព្រះបន្ទូលព្រមទាំងនិយាយហើយនិយាយទៀតទោះមានឱកាសល្អក្តីមិនល្អក្តីត្រូវបញ្យល់គេឲ្យដឹងខុសត្រូវស្ដីបន្ទោសដាស់តឿននិងបង្រៀនគេដោយចិត្តអត់ធ្មត់គ្រប់ចំពោះត្បិតនឹងមានគ្រាមួយដែលមនុស្សលោកមិនព្រមស្ដាប់សេចក្តីបង្រៀនតត្រឹមត្រូវទៀតឡើយផ្ទុយទៅវិញគេរកគ្រូមកបង្រៀនតាមទំនឹងចិត្តរបស់គេគ្រាន់តែឲ្យពីរោះត្រចៀកប៉ុណ្ណោះគេងាកចេញពីសេចក្តីពិតហើយបែរទៅស្ដាប់រឿងព្រេងនិទានវិញចំពោះអ្នកត្រូវមានស្មារតីរឹងប៉ឹងគ្រប់វិស័យទាំងអស់ត្រូវស៊ូទ្រាំនឹងទុក្ខលំបាកត្រូវបំពេញកិច្ចការជាអ្នកផ្សព្វផ្សាយដំណឹងល្អព្រមទាំងបំពេញមុខងាររបស់ខ្លួនឲ្យបានល្អប្រសើរផងរីឯខ្ញុំវិញខ្ញុំបានពោជាជីវិតរួចស្រេចហើយក៏ដល់ពេលកំណត់ដែលខ្ញុំត្រូវចាក់ចេញពីលោកនេះដែរខ្ញុំបានពុះពៀតតយុទ្ធល្អប្រសើរខ្ញុំបានរត់តទីដៅហើយខ្ញុំនៅតែកាន់ជំនឿជាប់ដល់ដែរហើយលើនេះព្រះអង្គម្ចាស់ជាចៅក្រមដ៏សុចរិតបានបំរុងភូមិជ័យនៃសេចក្តីសុចរិតទុកសម្រាប់ខ្ញុំហើយព្រះអង្គនឹងប្រទានឲ្យខ្ញុំនៅថ្ងៃដែលព្រះអង្គយាងមកទ្រង់មិនត្រឹមតែប្រទានឲ្យខ្ញុំម្នាក់ប៉ុណ្ណោះទេគឺប្រទានឲ្យអស់អ្នកដែលមានចិត្តស្រឡាញ់ទន្ទឹងរង់ចាំព្រះអង្គយាងមកយ៉ាងអូឡារិកនោះដែរចូលលេលោកទៅរកខ្ញុំជាប្រញាប់លោកដេម៉ាស់បានបោះបង់ចោលខ្ញុំព្រោះគាត់ស្រឡាញ់លោកកេនេះហើយចេញដំណើរទៅក្រុងថេសាឡូនីកលោកក្រេសេនបានទៅស្រុកកាឡាទីហើយលោកទីតូសទៅស្រុកដាល់ម៉ាទីមានតែលោកលូកាម្នាក់ប៉ុណ្ណោះដែលនៅជាមួយខ្ញុំចូលនាំលោកម៉ាកូសទៅជាមួយផងត្បិតគាត់អាចជួយបំពេញមុខងាររបស់ខ្ញុំបានចាត់លោកទីជីកុកឲ្យទៅក្រុងអេភេសូពេលអ្នកចេញទៅចូលយកអាវធំដែលខ្ញុំទុកនៅផ្ទះលោកតាពុកនៅក្រុងត្រូអាសព្រមទាំងយកសិភៅមកជាមួយផងជាពិសេសក្រាំងស្បែកលោកអេឡិចសានប្រុសជាជាងដែកបានធ្វើបាបខ្ញុំយ៉ាងច្រើនព្រះអង្គម្ចាស់នឹងតបស្នងទៅគាត់វិញតាមអំពើដែលគាត់បានប្រព្រឹត្តនោះជាមិនខានអ្នកក៏ត្រូវប្រយ័ត្ននឹងគាត់ដែរត្បិតគាត់ប្រឆាំងយ៉ាងខ្លាំងនឹងសេចក្តីដែលយើងប្រកាសពេលដែលខ្ញុំត្រូវឆ្លើយដោះសារខ្លួននៅលើកទី1គ្មានបងប្អូនណាម្នាក់មកជួយគ្រប់គ្រងខ្ញុំទេគឺគេបោះបង់ចោលខ្ញុំទាំងអស់គ្នាសូមព្រះជាម្ចាស់កុំប្រកាន់ទោសគេឡើយមានតែព្រះអង្គម្ចាស់ប៉ុណ្ណោះដែលបានគ្រប់គ្រងនិងប្រទានឲ្យខ្ញុំមានកម្លាំងដើម្បីឲ្យខ្ញុំអាចប្រកាសព្រះបន្ទូលយ៉ាងក្បោះក្បាយឲ្យសាសដទៃទាំងអស់គ្នាស្ដាប់ព្រះអង្គក៏បានដោះលែងខ្ញុំឲ្យរួចពីមាត់សឹងដែរព្រះអង្គម្ចាស់នឹងរបស់ខ្ញុំឲ្យរួចពីការអាក្រក់គ្រប់យ៉ាងហើយព្រះអង្គនឹងសង្គ្រោះខ្ញុំដើម្បីឲ្យខ្ញុំបានចូលទៅក្នុងព្រះរាជរបស់ព្រះអង្គនៅឋានបរមសុខសូមលើកដំកើងសេរីរុងរឿងរបស់ព្រះអង្គអស់កលជាអង្វែងតរៀងទៅអាមែនសូមជម្រាបសួរនាងព្រីស៊ីលនិងលោកអគីឡាព្រមទាំងក្រុមគ្រួសារលោកអូនេស៊ីភើផងលោកអេរ៉ាស្ទូសស្នាក់នៅក្រុងកូរិនថូសហើយខ្ញុំបានទុកលោកប្រូភីមដែលឈឺឲ្យនៅក្រុងមីលេតចូលលេលោកទៅឲ្យបានមុនរដូវត្រជាក់កុំបីខានលោកអឺប៊ូឡូសលោកពូដេនលោកលីណូនាងក្លូឌីនិងបងប្អូនឯទៀតទាំងអស់សូមជម្រាបសួរមកអ្នកសូមព្រះអង្គម្ចាស់គង់នៅជាមួយវិញ្ញាណរបស់អ្នកសូមឲ្យបងប្អូនប្រកបដោយព្រះគុណអាមែន